បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកបន្តសិក្សាពាក្យរោងចក្របើយើងបន្តទៀតតោះអញ្ចឹងឥឡូវចូលដល់វីដេអូទី11ហើយបងប្អូនអត់ទាន់បានសិក្សាវីដេអូទី1ដល់ទី10បងប្អូនអាចចូលទៅមើលបាននៅក្នុងវីដេអូរបស់ខ្ញុំបាទហ្នឹងហើយតោះអញ្ចឹងកុំឲ្យខាតពេលវេលាបងប្អូនទាំងអស់គ្នានេះចូលដល់ពាក្យរបស់យើងតោះអញ្ចឹងខ្ញុំសូមអាននេះសិនចៃកងឆាងឆាងយ៉ងឈឺហុយពាក្យឧស្សាហ៍ប្រើក្នុងរោងចក្រតើឡើងទៅដល់ពាក្យទី151ហ្នឹងហើយពាក្យទី151ដែរយើងអានថា marker 2 marker 2 marker 2 Bedford ហ្នឹងហើយអញ្ចឹង Bedford បងប្អូននេះខ្ញុំវីដេអូនេះគឺខ្ញុំបានមានរូបភាពទាំងអស់រាល់ពាក្យនីមួយៗសុទ្ធតែមានរូបភាពដើម្បីបង្ហាញបងប្អូនឲ្យងាយស្រួលយល់ហ្នឹងហើយតើអញ្ចឹងmarker 2យើងបកប្រែថា Bedford អញ្ចឹងបងប្អូនឃើញហើយរូបភាពវាគឺបែបហ្នឹងតើអញ្ចឹងអត់មានអីត្រូវបកស្រាយទៀតទេអញ្ចឹងចិនយើងអានថា marker 2ហ្នឹងហើយ Bedford តោះឥឡូវចូលដល់ពាក្យទី152ពាក្យទី152អានថា Tình su trơn Tình su trơn Tình su trơn ក្របកັບហ្នឹងហើយអញ្ចឹងក្របកັបបងប្អូនស្គាល់ហើយគឺរូបភាពបែបនេះហ្នឹងហើយយើងអានថា Tình su trơn បកប្រែខ្មែរក្របកັບតោះចូលដល់ពាក្យទី153ពាក្យទី153អានថា In គួងពីIn គួងពី In គួងពីយើងបកប្រែថា highlight ហ្នឹងហើយ color highlight អញ្ចឹងបងប្អូនមើលរូបទៅគឺជាពិសេសនៅក្នុងផ្នែក Office គឺគាត់តែងតែមានIn គួងពីហ្នឹងហើយគាត់ងាយយកhighlight យកទៅគូសចំណាំ note ចំណាំដើម្បីងាយស្រួលហ្នឹងហើយតោះអញ្ចឹងមុននឹងតពាក្យខ្ញុំសូមអានភាសាទៀត marker 2 marker 2 Bedford ពាក្យ152អានថា Tình su chi នឹងឲ្យសូមអធិស្ឋាន Tình su trơn Tình su trơn ក្របកັບពាក្យទី153 In គួងពី In គួងពី highlight ហ្នឹងហើយតោះចូលដល់ពាក្យទី154ពាក្យទី154យើងអានថា ឈានពីឈានពីឈានពីខ្មៅដៃឈានពីខ្មៅដៃហ្នឹងហើយអញ្ចឹងខ្មៅដៃគឺបងប្អូនស្គាល់ហើយតោះអញ្ចឹងចូលដល់ពាក្យទី155ពាក្យទី155អានថាឆោធីឆោធីឆោធីយើងបកប្រែថាថតតុកហ្នឹងហើយអញ្ចឹងថតតុកគឺនៅក្នុងតាមមកពីគឺតែមានថតតុកតែថតតុកគឺមិនមែនសំដៅទៅលើថតតុកដោយរូបនឹង 100% គឺអ្វីក៏ដោយថាថតតុកគឺបងប្អូនយល់ឯនៃខ្មែរយើងថតតុកហ្នឹងហើយអត់មានត្រូវបកស្រាយទេតោះអញ្ចឹងអានថាឆោធីថតតុកចូលដល់ពាក្យទី156ហ្នឹងហើយពាក្យទី156អានថាហួយស៊ីងចើនហួយស៊ីងចើនហួយស៊ីងចើនយើងបកប្រែថាដៃខ្ទាស់អញ្ចឹងដៃខ្ទាស់នេះគឺដៃខ្ទាស់សម្រាប់ខ្ទាស់ឯកសារខ្ទាស់អីកុំឲ្យវាមានភាពរញ៉េរញ៉ៃឬក៏យើងខ្ទាស់ទៅខ្លាចវិហារខ្លាចអីចឹងណាអញ្ចឹងគឺរូបភាពវាបែបនេះហ្នឹងហើយអញ្ចឹងបងប្អូនយល់ហើយអានេះគេអានថាហួយស៊ីងចើនហួយស៊ីងចើនហ្នឹងហើយដៃខ្ទាស់តោះអញ្ចឹងខ្ញុំសូមអានភាសាទៀតយើងអានពាក្យទី154យើងអានថាឈានពីឈានពីយើងបកប្រែថាខ្មៅដៃពាក្យទី155យើងអានថាឆោធីឆោធីថតតុកពាក្យទី156ហួយស៊ីងចើនហួយស៊ីងចើនដៃខ្ទាស់ហ្នឹងហើយតោះចូលដល់ពាក្យទី157ពាក្យទី157យើងអានថាថោមីងចៅតៃថោមីងចៅតៃថោមីងចៅតៃយើងបកប្រែថាស្គុតថ្លាហ្នឹងហើយស្គុតថ្លាមិនថាតូចឬធំឲ្យស្គុតថ្លាគឺយើងប្រើថាថោមីងចៅតៃហ្នឹងហើយស្គុតថ្លាស្គុតបិទកតុងបិទអីហ្នឹងតោះឥឡូវចូលដល់ពាក្យទី158ពាក្យទី158យើងអានថាពីជីប៉នពីជីប៉នពីជីប៉នយើងបកប្រែថាសៀវភៅកត់ត្រាហ្នឹងហើយអញ្ចឹងពីជីប៉ននេះគឺសំដៅទៅលើសៀវភៅកត់ត្រាសៀវភៅដែលយើងអត់ទាន់សរសេរហ្នឹងហើយ
តើចុះដល់ពាក្យទី159ពាក្យទី159យើងអានថាអួនជៀនគួយអួននឹងសុំកន្លែងនេះសុំចែកតោះកន្លែងនេះអ្នកខ្លះក៏អានឧទាហរណ៍ណាវិនអ្នកខ្លះក៏អានវិនអ្នកខ្លះក៏អានអួនហ្នឹងហើយតែជនជាតិចិនគឺគេអានវិនជនជាតិតៃវ៉ាន់គឺគេអានអួនហ្នឹងហើយអញ្ចឹងគឺបងប្អូនអានមួយណាក៏គេស្ដាប់បានដែរអញ្ចឹងជាទម្លាប់ខ្ញុំអានខ្យល់រឿងអ៊ូបន្តិចហ្នឹងហើយខ្ញុំអានអួនជៀនគួយហ្នឹងហើយតែបងប្អូនអានវិនក៏បានដែរអត់ខុសទេហ្នឹងហើយអួនជៀនគួយអួនជៀនគួយហ្នឹងហើយយើងបកប្រែថាទូដាក់ឯកសារវ៉ិនជៀនគួយទូដាក់ឯកសារអញ្ចឹងបងប្អូនមើលរូបភាពតាមហ្នឹងទៅហ្នឹងគេហៅថាវ៉ិនជៀនគួយហ្នឹងហើយទូដាក់ឯកសារតោះអញ្ចឹងសូមអានភាសាទៀតថោមីងចៅតៃថោមីងចៅតៃស្គុតខ្លាពីជីប៉ិនពីជីប៉ិនសៀវភៅកត់ត្រាវ៉ិនជៀនគួយវ៉ិនជៀនគួយទូដាក់ឯកសារតោះដល់ពាក្យទី160ពាក្យទី160យើងអានថាអួនជៀនជាអួនជៀនជាអួនជៀនជាអញ្ចឹងយើងបកប្រែថាថតដាក់ឯកសារហ្នឹងហើយថតដាក់ឯកសាររូបភាពដូចនេះអញ្ចឹងហ្នឹងហើយយើងអានថាអួនជៀនជាតោះដល់ពាក្យទី161ហ្នឹងហើយពាក្យទី161អានថាស៊ីនហ្វងស៊ីនហ្វងទាំងកន្លែងនេះគឺអានហ្វឹងក៏បានហ្វុងក៏បានបើទម្លាប់ជនជាតិតៃវ៉ាន់ក៏អានហ្វុងហ្នឹងហើយជនជាតិចឹងអានហ្វឹងអញ្ចឹងណាអញ្ចឹងខ្ញុំជាទម្លាប់របស់ខ្ញុំអានស៊ីនហ្វុងហ្នឹងហើយស៊ីនហ្វុងខ្ញុំបកប្រែថាស្រោមសម្បត្តិហ្នឹងហើយស្រោមសម្បត្តិគឺបងប្អូនស្គាល់ហើយតោះឥឡូវចូលដល់ពាក្យទី162ហ្នឹងហើយពាក្យ162សៅឈៀនពីតោសៅឈៀនពីតោហ្នឹងហើយសៅឈៀនពីតោយើងបកប្រែថាដែកខាលដែកអ្នកខ្លះគេហៅដែកខួងហ្នឹងហើយគឺសម្រាប់នេះខ្មៅដៃបងប្អូនមើលរូបភាពតាមហ្នឹងទៅហ្នឹងហើយតោះអញ្ចឹងសូមអានភាសាទៀតអួនជៀនជាអួនជៀនជាថតដាក់ឯកសារស៊ីនហ្វងស៊ីនហ្វងស្រោមសម្បត្តិសៅឈៀនពីតោសៅឈៀនពីតោដែកខាលតើចូលដល់ពាក្យទី163ពាក្យទី163អានថាសៀងភីឆាសៀងភីឆាសៀងភីឆាយើងបកប្រែថាជាប់លុបហ្នឹងហើយជាប់លុបដែកខ្មៅរូបភាពវាតាមហ្នឹងហើយយើងអានថាសៀងភីឆាជាប់លុបពាក្យទី164យើងអានថាតាของជីតាของជីតាของជីយើងបកប្រែថាប្រដាប់ចោះរុនហ្នឹងហើយអញ្ចឹងប្រដាប់ចោះរុននេះគឺបងប្អូនខាង Office តែប្រើញឹកគឺយើងឯកសារយើងច្រើនអីគឺយើងត្រូវរៀបចំប្រមូលវាទុំដុំត្រូវការចោះវាដើម្បីចងខ្សែយើងយកវាទុកម្ដុំហ្នឹងហើយដល់ទូឯកសាររបស់យើងហ្នឹងតោះអញ្ចឹងគឺតទៀតយើងចូលដល់ពាក្យទី165ពាក្យទី165យើងអានថាបាយប៉ានបាយប៉ានបាយប៉ានយើងបកប្រែថាក្តារខៀនហ្នឹងហើយក្តារខៀនតោះអញ្ចឹងសូមអានឲ្យមួយសារទៀតសៀងភីឆាសៀងភីឆាយើងបកប្រែថាជាប់លុបពាក្យទី164អានថាតាของជីតាของជីប្រដាប់ចោះរុនពាក្យទី165យើងអានថាបាយប៉ានបាយប៉ានយើងបកប្រែថាក្តារខៀនហ្នឹងហើយតោះអញ្ចឹងសម្រាប់មេរៀនទី11របស់យើងគឺបញ្ចប់ត្រឹមហ្នឹងហើយក៏សូមទោសរាល់ចំណុចខ្វះខាតដូចជាការនិយាយទៅវាមានពាក្យណាថាបងប្អូនពិបាកយល់អីគឺបងប្អូនអាចចូល comment ខាងក្រោមបានខ្ញុំបាទឃើញខ្ញុំបាននឹងព្យាយាមឆ្លើយតបទៅកាន់បងប្អូនដោយសារតែរាល់វីដេអូរបស់ខ្ញុំនីមួយៗគឺខ្ញុំធ្វើពាក្យតាក់ទងទៅនឹងពាក្យបច្ចេកទេសអញ្ចឹងបងប្អូនមានអីឆ្ងល់បងប្អូនអាចសួរបានហ្នឹងហើយតោះអញ្ចឹងមុននឹងបញ្ចប់មេរៀនខ្ញុំសូមបកក្រោយអានឲ្យឡើងវិញតោះអញ្ចឹងពាក្យទី151អានថា marker 2 big word ពាក្យទី152អានថាទិញស៊ូជើន
tinh su chân crop cặp bia tim rồi 23 an tha in quang phí hai lại bia tim rồi 24 nhưng an tha chiên phí màu đài bia tim rồi 25 châu thị thọ tộc bia tim rồi 26 hối xín chân đại tòa bia tim rồi 27 thổ mình trao tải sụt thả bia tim rồi 27 ปีchỉ bẩn siêu phấu cọt trà bia tim rồi 24 uốn chiên quỷ là ngày tu đã ai cái sàn trong bao con anh an vẫn chiên quỷ của bạn này cứ khó để tề tới cho đó bia tim rồi học bia tim rồi học uốn chiên chả thọt đã ai cái sàn bia tim rồi học muối xin phong ស្រោមសម្បត្តិបងប្អូនអាន sin ហ្វឹងក៏បានដែរតែជាលំអាន sin ហ្វុងហ្នឹងហើយស្រោមសម្បត្តិពាក្យទី162 sao chiên 2 តោ sao chiên 2 តោហ្នឹងហើយដែកខាលដែលហៅថាដែកខួងហ្នឹងពាក្យទី163អានថាសៀងភីឆាជាលុបពាក្យទី164តាของจีប្រដាប់ចោះរុនពាក្យទី165យើងអានថាបាយប៉ានក្តារខៀនបាទអញ្ចឹងសម្រាប់វីដេអូដែរគឺខ្ញុំបាទសូមបញ្ចប់ត្រឹមហ្នឹងហើយអរគុណទៅកាន់បងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំបាទហើយបងប្អូនចាំបានព័ត៌មានថ្មីឬក៏ការសិក្សាថ្មីបងប្អូនsubscribe អ្នកមួយទៅនៅពេលដែលខ្ញុំផុសវីដេអូថ្មីគឺបងប្អូននឹងទទួលបានភ្លាមបាទអញ្ចឹងសម្រាប់វីដេអូនេះគឺសូមបញ្ចប់ត្រឹមហ្នឹងអរគុណបងប្អូនទាំងអស់គ្នា